ថ្ងៃនេះលោកសាការីអញ្ជើញខ្ញុំមកមិនដឹងលើកនេះចង់ធ្វើជំនួញអ្វីទៀតវ៉ាស្អាតណាស់ខ្ញុំឲ្យជាងដៃឯកផលិតវាឡើងដោយផ្ទាល់បើកញ្ញាក្លូអ៊ីពេញចិត្តវាទាំងអស់ជារបស់កញ្ញាទេខ្ញុំមិនស័ក្តិសមនឹងអំណោយដ៏មានតម្លៃបែបនេះទេបើខ្ញុំអញ្ជើញកញ្ញាមកប្រកាសជាមានរឿងសំខាន់ចង់សុំជំនួយខ្ញុំចង់បញ្ជាទិញគុជពីកញ្ញាក្លូអ៊ីយកទៅកែច្នៃជាគ្រឿងអលង្ការលក់នៅរាជធានីតែខ្ញុំត្រូវការតែគុជដែលមានទំហំកន្លះអ៊ីងឡើងទៅប៉ុណ្ណោះគុជទំហំកន្លះអ៊ីងគឺកុំរកបានណាស់ចំណែកតម្លៃវិញកញ្ញាក្លូអ៊ីជាអ្នកកំណត់ចុះសូម្បីតែសម័យទំនើបគុជកន្លះអ៊ីងក៏ជារបស់កំបោរសម្រាប់អ្នកប្រមូលដែរតើលោកសាការីនេះជានរណាបានជាហ៊ាននិយាយធំបែបនេះបានបើទំនិញរួចរាល់ខ្ញុំនឹងយកទៅជូនលោកភ្លាមចាំសិនកញ្ញាភ្លេចបញ្ចូលសក់ហើយស្អាតណាស់អរគុណច្រើនស្អាតណាស់អូភ្លៀងមកពីណាភ្លៀងអីចឹងបើយើងនៅជិតគ្នានឹងមិនសូវត្រូវទឹកភ្លៀងទេពេលនេះខ្ញុំរកលុយបានហើយស្អែកខ្ញុំនឹងរុះខ្ទមនេះចោលហើយសង់ផ្ទះថ្មីដែលមិនលិចទឹកលោកចិនលោកចន់មកធ្វើអ្វីនៅទីនេះប្រពន្ធខ្ញុំប្រាប់ថាកំពុងសង់ផ្ទះពួកយើងមកជួយណារហ័សឡើងហេឪពុកភ្ញាក់ឡើងនាងក្លូអ៊ីនោះបានលុយពីណាមកជួសជុលផ្ទះការបំបែកគ្រួសារប្រកាសជាលាក់ទ្រព្យពីពួកយើងពួកនោះមិនអាចគ្រប់គ្រងបានទេពួកគេលែងជាប់ពាក់ព័ន្ធនឹងត្រកូលមីលឺទៀតហើយលីថានាងក្លូអ៊ីលក់ជ្រក់រកបានរាប់ម៉ឺនទោះបីបំបែកគ្រួសារហើយក៏ដោយឈាមនៅតែជាឈាមដដែលតែនាងមិនដែលមកសួរសុខទុក្ខជីតានិងឪពុករបស់នាងសោះប៉ុន្មានថ្ងៃមុនបានសរសេរមកថាសាលានឹងរៀបចំពិធីប្រកួតកំណាព្យសូម្បីតែខោអាវសម្រម្យមួយឈុតក៏គ្មានលុយទិញឲ្យគេផងបើគេទៅចូលរួមពិធីនោះមិនត្រូវគេសើចចំអត់ទេហួសហេតុពេកហើយទោះបំបែកគ្រួសារក៏ដោយនាងក្លូអ៊ីនៅតែជាសមាជិកត្រកូលមីលឺរដែរពេលត្រកូលមីលឺជួបការលំបាកនាងត្រូវតែជួយទោះពេញចិត្តឬមិនពេញចិត្តក៏ដោយពូអរគុណដែលជួយខំប្រឹងណាស់សូមពិសាភេសជ្ជៈផ្អែមបន្តិចសម្រាប់សិនចុះភេសជ្ជៈរបស់កញ្ញាក្លូអ៊ីផឹកហើយមានកម្លាំងមិនបាច់សម្រាប់ទេបន្តធ្វើការទៀតត្រូវប្រឹងឲ្យលឿនបន្តិចដើម្បីឲ្យកញ្ញាបានចូលផ្ទះថ្មីឆាប់អរគុណណាស់ក្លូអ៊ីកូនពិតជាមិនចេះគោរពចាស់ទុំមែនអូម៉ែសាក់ភ្លុកមើលមិនធ្លាប់បានញ៉ាំរបស់ឆ្ងាញ់បែបនេះពីមុនទេបាននិយាយទៅនាងក្លូអ៊ីពិតជាមានសមត្ថភាពមែនរស់នៅសុខស្រួលបែបនេះតែបែរជាមិនជួយគ្រួសារយើងសោះនាងខ្លាចតែពួកយើងរស់បានល្អជាងនាងប៉ុណ្ណោះមានរឿងអ្វីនៅទីនេះចង់មានន័យថាម៉េចពួកឯងទទួលសំណូកពីនាងអកុសលនោះហើយនាំគ្នាលាក់ការពិតពីត្រកូលយើង
លែងខ្វល់ពីតកូមីលឺចាស់ហើយឬយេនេះគ្មានការគោរពចាស់ទុំសោះថ្ងៃបំបីគ្រួសារពួកយើងបានចុះកិច្ចព្រមព្រៀងរួចហើយចាប់ពីថ្ងៃនោះទៅរស់ឬស្លាប់ក៏មិនពាក់ព័ន្ធនឹងត្រកូលមីលឺទៀតដែរមិនអាចទេអាក្មេងក្បត់គុណដឹងអីចឹងគួរតែលួចឯងឲ្យពួកជួញដូរមនុស្សតាំងពីតូចក្លូអ៊ីយ៉ាងណាក៏ដោយក្នុងខ្លួននាងនៅតែមានឈាមត្រកូលមីលឺពេលនេះពួកអាធរកំពុងខ្វះខាតថ្លៃសិក្សាតើនាងជួយឬមិនជួយកូនអើយ8ឆ្នាំហើយចាប់តាំងពីកូនចាក់ចេញទុកឲ្យកូនទាំង3រស់យ៉ាងវេទនាបែបនេះឲ្យម៉ែរស់ទៅទៀតយ៉ាងម៉េចយាយខ្វេងបើសភាពខ្លួនទៅធ្វើបែបនេះមានន័យអ្វីស្ដាប់ឲ្យច្បាស់ទាំងអស់គ្នានាងអកុសលនោះមិនព្រមប្រគល់ពាក់កណ្ដាលប្រាក់ដែលរកបានឲ្យត្រកូលមីលឺឡើយខ្ញុំមិនក្រោកឡើយលោកតាលោកយាយមីលឺចាប់ពីថ្ងៃនេះទៅពួកលោកមិនពាក់ព័ន្ធអ្វីនឹងបងប្អូនយើងទាំង3ទៀតទេគ្មានទំនាក់ទំនងអ្វីទាំងអស់បារំលោភកិច្ចព្រមព្រៀងនេះសុខចិត្តទទួលវី100រំពាត់កុហកយកកិច្ចព្រមព្រៀងមកក៏គ្មានប្រយោជន៍ឯកសារនោះបានតម្កល់នៅសាលាស្រុកហើយអភិបាលថូម៉ាស់បានចុះបញ្ជីរួចហើយឯងខ្ញុំមិនបាននិយាយបំផ្លាញទេខ្ញុំក្លូអ៊ីសូមស្បត់ចំពោះមេឃនិងវិញ្ញាណម្ដាយដែលបានលាចាកលោកប្រាក់1 សេនដែលខ្ញុំរកបានគឺរកក្រោយពេលបំបែកគ្រួសារទាំងអស់លោកតាលោកយាយហ៊ានស្បត់ចំពោះវិញ្ញាណម្ដាយខ្ញុំដែរឬទេថាប្រាក់ទាំងនេះមិនពាក់ព័ន្ធនឹងត្រកូលមីលឺសំបីបន្តិចសំបីតែ1 សេនក៏គ្មានពាក់ព័ន្ធដែរផ្ទះរបស់កញ្ញាក្លូអ៊ីគួរតែនៅក្បែរនេះហេតុអ្វីមានមនុស្សប្រមូលផ្ដុំច្រើនម្ល៉េះទៅមើលសិនទៅខ្ញុំដឹងថាលោកតាលោកយាយជាអ្នកបង្ខំម្ដាយខ្ញុំរហូតដល់ស្លាប់ចិត្តមានទោសទើបមិនហ៊ានស្បោះអីចឹងខ្ញុំសម្របឲ្យក៏បានលោកតាលោកយាយពួកអាធរមីងម៉ាថាបើព្រមទៅសាលាស្រុកទទួលវី100រំពាត់នោះខ្ញុំក្លូអ៊ីនឹងប្រគល់ទ្រព្យសម្បត្តិពាក់កណ្ដាលឲ្យភ្លាម100រំពាត់ចង់សម្លាប់យាយនឹងតើ